រូទ្រីកូ ឌូតេតេហៀបនឹងឈ្នះតំណែងអភិបាលក្រុងដាវ៉ៅបើទោះបីជាត្រូវជាប់គុកទៅតុលាការ ICC ក៏ដោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិលទ្ធផលបឋមរូទ្រីកូ ឌូតេតេអាចត្រូវបានបោះឆ្នោតជ្រើសរើសជាអភិបាលក្រុងដាវ៉ៅសម្រាប់អាណត្តិមួយទៀតបើទោះជាត្រូវបានឃុំខ្លួននៅតុលាការអក្រិតកម្មអន្តរជាតិចំពេលមានចលនាដើមកៅអីព្រឹទ្ធសភារវាងប៉ូលីសនយោបាយពីរហ្វីលីពីនបានរៀបចំការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅថ្ងៃទី12ខែឧសភាឆ្នាំ2025ដោយមានប្រជាជនហ្វីលីពីនជាង68លាននាក់បានចុះឈ្មោះបោះឆ្នោតនៅក្នុងតំបន់ផ្សេងៗនៅទូទាំងប្រទេសខណៈពេលដែលលោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីនបានទៅបោះឆ្នោតនៅសាលាបឋមសិក្សា Mariano Marcos Memorial នៅទីក្រុងបាតាក់ខេត្ត Alicos Norte ភាគខាងជើងប្រទេសហ្វីលីពីនដែលជាអ្នកគាំទ្រដ៏សំខាន់នៃគ្រួសារ Marcos រួមជាមួយនឹងលោកស្រី Imelda Marcos ក្នុងសម្លៀកបំពាក់ពណ៌ក្រហមភ្លឺអតីតស្ត្រីទី1និងជាម្ដាយរបស់មេដឹកនាំហ្វីលីពីនបច្ចុប្បន្នម្យ៉ាងវិញទៀតលោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីនបានទៅបោះឆ្នោតនៅទីក្រុងដាវ៉ៅដែលជាមូលដ្ឋានអ្នកគាំទ្រនៅភាគខាងត្បូងប្រទេសដែលហ៊ុំព័ទ្ធដោយអ្នកគាំទ្រជុំវិញអ្នកស្នងមរតករបស់អតីតប្រធានាធិបតីហ្វីលីពីនការបោះឆ្នោតនេះទោះបីជាគ្រាន់តែជាការបោះឆ្នោតពាក់កណ្ដាលអាណត្តិនិងមានអនាគតច្បាស់លាស់ដោយការបោះឆ្នោតប្រធានាធិបតីឆ្នាំ2022ឬក៏ជាជុំបន្ទាប់ដែលនឹងប្រព្រឹត្តនៅក្នុងរយៈពេល3ឆ្នាំខាងមុខក៏ដោយក៏នយោបាយហ្វីលីពីនកំពុងឡើងកម្ដៅអំពីការប៉ះទង្គិចគ្នារវាងគ្រួសារធំទាំងពីរនិងអ្នកស្នងតំណែងកៅអីដ៏មានឥទ្ធិពលបំផុតក្នុងប្រទេសកៅអីព្រឹទ្ធសភាទាំង12ដែលផលអាណត្តិនឹងបើកចំហសម្រាប់បេក្ខជនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះមានន័យថាអ្នកណាបញ្ជូនមនុស្សឲ្យទៅកាន់កាប់កៅអីច្រើនជាងនឹងទទួលបានផលប្រយោជន៍ខាងនយោបាយជាងកាលពីមុនសារ៉ាឌូតេតេដែលត្រូវបានបោះឆ្នោតឲ្យចេញពីតំណែងក្នុងខែកុម្ភៈឆ្នាំ2025ករណីការក្រងធ្វើឃាតប្រធានាធិបតីនិងអំពើពុករលួយក្នុងថវិកាជាតិនឹងត្រូវបានស៊ើបអង្កេតនិងបោះឆ្នោតដោយព្រឹទ្ធសភាហ្វីលីពីននៅខែកក្កដាប្រសិនបើសារ៉ាអាចរួចផុតពីការចោទប្រកាន់លោកស្រីត្រូវតែទទួលបានសម្លេងយ៉ាងតិច9ពីសមាជិកព្រឹទ្ធសភាសរុបចំនួន24រូបប្រសិនបើលោកស្រីត្រូវបានចោទប្រកាន់អនាគតនយោបាយរបស់នាងដែលមនុស្សជាច្រើនជឿថាឱកាសនឹងដឹកនាំហ្វីលីពីននៅឆ្នាំ2028អាចនឹងចប់ទោះជាយ៉ាងណាក៏ដោយប្រសិនបើសារ៉ារស់រានមានជីវិតសមរភូមិនេះហើយបានចូលឈ្មោះក្នុងការបោះឆ្នោតរួមទាំងការឈ្នះការបោះឆ្នោតឆ្នាំ2028វាអាចនឹងមើលឃើញពីការបិទគ្រួសារធំទាំងពីរដោយសារតែការពីមុនការខ្វែងគំនិតគ្នាផ្នែកនយោបាយបានคล้ายជារឿងផ្ទាល់ខ្លួននៅពេលដែលរដ្ឋាភិបាលហ្វីលីពីនដឹកនាំដោយលោក Ferdinand Marcos Jr. បានត្រួសត្រាយផ្លូវឲ្យ Interpol ចាប់ខ្លួនរូទ្រីកូ ឌូតេតេអតីតប្រធានាធិបតីហ្វីលីពីនដែលនាំទៅការឃុំខ្លួននៅក្នុងតុលាការអន្តរជាតិ ICC ប្រទេសហូឡង់ដោយចាត់ប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពីសង្គ្រាមគ្រឿងញៀនបើទោះជាស្ថិតនៅក្នុងការឃុំឃាំងរបស់ ICC រយៈពេល2ខែក៏ដោយក៏ឪពុកឌូតេតេទំនងត្រូវបានជ្រើសរើសជាអភិបាលក្រុងដាវ៉ៅម្ដងទៀតយោងតាមលទ្ធផលបឋមដែលមិននឹកស្មានដល់ដោយកៅអីនេះបានក្លាយជារបស់គាត់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1980នៅពេលដែលលោកឪពុកឌូតេតេជាមេដឹកនាំប្រទេសឆ្នាំ2016 2022កូនប្រពៅរបស់គាត់ឈ្មោះ Sebastian បានឡើងកាន់តំណែងឥឡូវនេះឪពុករបស់គាត់បានឈ្នះនឹងកាន់តំណែងអភិបាលក្រុងវិញកូនប្រុសរបស់គាត់ក៏បានឈ្នះតំណែងអភិបាលរងផងដែរដែលមានន័យថានឹងអាចជំនួសឪពុករបស់គាត់នៅក្នុងការបោះឆ្នោតនេះប្រជាជនហ្វីលីពីននឹងអាចឈ្នះឆ្នោតបានច្រើនជាង 18,000 មុខតំណែងនយោបាយរួមទាំងអភិបាលក្រុងអភិបាលខេត្តនិងសមាជិកក្រុមប្រឹក្សាផ្សេងៗ